នេះគឺ oil pressure switch ឬក៏កងតាក់ប្រេងម៉ាស៊ីនអញ្ចឹងកងតាក់ប្រេងម៉ាស៊ីនទូនាទីវាគឺសម្រាប់ចាប់នៅសម្ពាធប្រេងម៉ាស៊ីនដើម្បីឲ្យដឹងថាបូមប្រេងម៉ាស៊ីននៅក្នុងម៉ាស៊ីនហ្នឹងបូមអត់បើក្នុងករណីដែលអត់បូមទេឬក៏ខ្សោយវានឹងលោតសញ្ញានៅលើតាប្លូឲ្យអ្នកបើកបរគាត់ដឹងថាប្រេងម៉ាស៊ីនអត់បូមទេអញ្ចឹងបើយើងនៅបន្តជិះវាអាចឡើងម៉ាស៊ីនសម្រាប់ឡានស៊េរីទំនើបបើសិនជា sensor ប្រេងម៉ាស៊ីនឬក៏ oil pressure switch នឹងខូចវានឹងធ្វើការប្លុកម៉ាស៊ីនអត់ឲ្យយើងជន់បានទេមានន័យថាម៉ាស៊ីនយើងអាចទៅជាអាលុតឬក៏ជន់អត់កើតវាជាសញ្ញាណមួយបញ្ជាក់ថាឡានយើងអាចដំណើរការបានទេតែសម្រាប់ឡានស៊េរីចាស់បើទោះជាចេញក៏ដោយវាគ្រាន់តែម៉ាស៊ីនលាន់ទេតែយើងអាចជិះដំណើរការបានធម្មតាហើយនេះគឺជាចំណុចមួយនៃការអភិវឌ្ឍនៃបច្ចេកវិទ្យារបស់ម៉ាស៊ីនអញ្ចឹងគេនឹងធ្វើការផ្លាស់ប្ដូរវាចេញដើម្បីឲ្យវាដំណើរការធម្មតាវិញអញ្ចឹងរាល់ពេលបច្ចេកដំបូងបើឃើញថាសញ្ញាពីម៉ាស៊ីនវានៅតែដំណើរការមិនវាអត់រលត់ណាអញ្ចឹងវាសុទ្ធតែជាបញ្ហាមួយតាក់ទងមួយប្រព័ន្ធបូមប្រេងរបស់ម៉ាស៊ីនវាអាចមកពីវាខូចឬក៏មកពី sensor ខូចឬក៏បូមរបស់ប្រេងម៉ាស៊ីននឹងខ្សោយអញ្ចឹងយើងត្រូវតែយកឆែកជាបន្ទាន់ជៀសវាងនាំឲ្យខូចម៉ាស៊ីន